អ៊ីរ៉ង់ប្រមានវិបកយ៉ាងខ្លាំងក្លាបំផុតបើខ្លួនរងការវាយប្រហារជាថ្មីពីអាមេរិកប្រធានាធិបតីអ៊ីរ៉ង់លោកម៉ាស៊ូត បេសេស្គីនថ្លែងថារដ្ឋាភិបាលរបស់លោកនឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់បំផុតចំពោះការវាយប្រហារណាមួយការថ្លែងដូចនេះបន្ទាប់ពីលោកដូណាល់ត្រាំប្រមានប្រើដៃធ្ងន់លើអ៊ីរ៉ង់បើប្រទេសនេះអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរជាថ្មីលោក បេសេស្គីនថ្លែងតាមបណ្ដាញសង្គមថាទង្វើឈ្លានពានដ៏ឃោរឃៅណាមួយមកលើអ៊ីរ៉ង់នឹងទទួលរងនឹងការវាយបកវិញដ៏ខ្លាំងក្លាបំផុតសម្រាប់ពេលនេះភាពតានតឹងរវាងអាមេរិកនិងអ៊ីរ៉ង់នៅតែមានកម្រិតខ្ពស់នៅឡើយទេទោះបីលោកត្រាំសន្យាថានឹងរក្សាសន្តិភាពនៅមជ្ឈមបូព៌ាយ៉ាងណាក្តីចំណុចដែលគួរឲ្យព្រួយបារម្ភបំផុតគឺកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់លោកត្រាំធ្លាប់វាយប្រហារកម្មវិធីនេះកាលពីខែមិថុនាដើម្បីកម្ចាត់ឲ្យអស់ប៉ុន្តែប្រភពសម្ងាត់របស់អាមេរិករកឃើញថាការវាយប្រហារនៅពេលនោះបានត្រឹមតែកំទេចទីតាំងនុយក្លេអ៊ែរមួយកន្លែងប៉ុណ្ណោះរបស់អ៊ីរ៉ង់នៅក្នុងចំណោមទីតាំង3កន្លែងការលើកឡើងរបស់មេដឹកនាំអ៊ីរ៉ង់ដូចខាងលើនេះកើតឡើងមួយថ្ងៃបន្ទាប់ពីលោកត្រាំប្រកាសពីលទ្ធផលនៃការវាយប្រហារអ៊ីរ៉ង់ជាថ្មីទៀតលោកត្រាំទទួលដំណឹងថាអ៊ីរ៉ង់កំពុងព្យាយាមអភិវឌ្ឍនុយក្លេអ៊ែរឡើងវិញបើដូច្នេះមែនលោកបដិញ្ញាថាយើងនឹងវាយកម្ចាត់ពួកគេឲ្យអស់ឬគល់ប៉ុន្តែលោកសង្ឃឹមថាបញ្ហានេះនឹងមិនកើតឡើងទៅចោះប្រធានរដ្ឋសភាអ៊ីរ៉ង់កាលពីថ្ងៃអង្គារបានថ្លែងថារដ្ឋាភិបាលរបស់ខ្លួនមានសិទ្ធិគ្រប់យ៉ាងដើម្បីការពារខ្លួនទល់នឹងការវាយប្រហារលោកទទួលស្គាល់ថាអ្វីដែលអាចនឹងកើតឡើងនាពេលអនាគតជាអ្វីដែលយើងមិនអាចទូទាយបានដឹងឡើយនេះបើយោងតាមការចេញផ្សាយរបស់ Newsweek និងប្រភពដទៃទៀត